សួស្តីពុកម៉ែបងប្អូនបាទប្រិយមិត្តដែលតែងតែស្ដាប់រឿងរ៉ាវតាក់ទងជាមួយនឹងពពួកអមនុស្សក៏ដូចជារឿងអបិយជំនឿពិសេសគឺរឿងខ្មោចលងអូខេថ្ងៃហ្នឹងadmin មានរឿងមួយដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនស្ដាប់កំសាន្តហើយរឿងមួយនេះគឺជារឿងដែលជួបផ្ទាល់ជាមួយនឹងបងប្រុសម្នាក់ដែលគាត់ថាវាជារឿងមួយដែលគាត់បានជួបប្រទះនៅពេលដែលគាត់នឹងទៅស្រែមានន័យថាគាត់ជាអ្នកស្រែចម្ការអញ្ចឹងគាត់ទៅស្រែទៅអីគាត់ថាវាបានកាត់ឡើងនៅរដូវច្រូតកាត់ណាអញ្ចឹងគាត់ថាវាកាត់ឡើងប្រហែលជាខ្ទង់5-10ឆ្នាំមុននៅពេលដែលគាត់ទៅស្រែអញ្ចឹងគាត់បានដំណើរមកប្រាប់ admin ថាកាលពីជាង5-10ឆ្នាំមុនហ្នឹងគឺគាត់រស់នៅស្រុកស្រែជនបទហើយមុខរបររបស់គាត់គឺគ្មានអីក្រៅពីធ្វើស្រែចម្ការច្រូតកាត់ដាំដំណាំហើយនឹងនេសាទតិចតួចតាមបែបអ្នកជនបទអញ្ចឹងណាហើយគាត់ថានៅថ្ងៃមួយដែលជារដូវនៃការច្រូតកាត់នៅពេលនោះគាត់បាននិយាយថាពីធម្មតាពីក្បាលល្ងាចឬក៏ពេលថ្ងៃដល់ល្ងាចអញ្ចឹងគឺប្រជាជនអ្នកស្រុកអ្នកភូមិគាត់ទៅច្រូតស្រូវច្រូតអីរបស់គាត់ពីមុនគឺប្រជាជនបាទអ្នកស្រុកអ្នកភូមិកសិករយើងធ្វើស្រែចម្ការច្រូតស្រូវច្រូតនេះគឺច្រូតដោយដៃអញ្ចឹងពេលដែលច្រូតស្រូវម្ដងគឺមានគ្នាច្រើនណាស់ពិសេសជាងគេគឺការរស់នៅបែបជនបទអញ្ចឹងការច្រូតស្រូវការធ្វើស្រែដកស្ទូងហ្នឹងគឺភាគច្រើនគឺគេធ្វើជាក្រុមដោយបាទប្របាស់ដៃគ្នាអញ្ចឹងណាអូខេអញ្ចឹងដើម្បីកុំឲ្យវាវែងឆ្ងាយទៅលើការធ្វើស្រែចម្ការរបស់អ្នកស្រុកភូមិគាត់បាទយើងនិយាយពីរឿងរ៉ាវរបស់គាត់វិញម្ដងអញ្ចឹងគាត់ថានៅថ្ងៃមួយនៅពេលដែលគាត់ច្រូតស្រូវពេលល្ងាចហើយជារៀងរាល់ពេលព្រឹកគាត់តែងតែក្រោកខ្ទង់ម៉ោង4ម៉ោងអីហ្នឹងទៅដឹកកណ្ដាប់ឬក៏ដឹកស្រូវដែលគាត់ច្រូតហើយពីល្ងាចអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលនោះនៅពេលប្រហែលជាខ្ទង់ម៉ោង4ហ្នឹងគាត់ក៏បរទេះគោដើម្បីទៅដឹកស្រូវដែលគាត់ច្រូតពីល្ងាចហើយហ្នឹងហើយបាទគាត់ចងជាកណ្ដាប់ពេលដែលគាត់ទៅដឹកហ្នឹងគឺហេតុអីបានគាត់ទៅពេលយប់គឺដើម្បីបាទគាត់អាចចងកណ្ដាប់ហើយនឹងគាត់ដើម្បីជូនដាក់លើរទេះហើយដឹកយកមកផ្ទះវិញអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលដែលគាត់បរទេះតាមផ្លូវហ្នឹងគាត់ស្រាប់តែឃើញឆ្កែមួយណាឃើញឆ្កែមួយអញ្ចឹងឆ្កែមួយហ្នឹងវារត់នៅក្នុងស្រែក្នុងកច្រាំងណាអញ្ចឹងស្រែកច្រាំងដែលម្ចាស់គេហ្នឹងច្រូតហើយប្រមូលស្រូវប្រមូលអីអស់ហើយប្រមូលផលយកទៅទុកអស់ហើយប៉ុន្តែគាត់ថាគាត់ឃើញឆ្កែមួយកំពុងតែនៅក្នុងកច្រាំងនៃដីស្រែមួយហ្នឹងប៉ុន្តែគាត់ចេះតែឆ្ងល់ថាឆ្កែហ្នឹងវាចេះតែវានៅធ្វើអីគេគាត់ថាឃើញឆ្កែប្រហែលជា4-5វាកំពុងតែនៅហ្នឹងហើយវារបៀបថាកំពុងតែដូចបលែងគ្នាផងដូចហែកអីផងចឹងណាអញ្ចឹងគាត់ថានៅពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ឆ្ងល់ថាឆ្កែហ្នឹងវាកំពុងតែធ្វើអីគេវាប្រមូលក្បាលគ្នា3-4-5ហ្នឹងនៅជុំគ្នាដូចជារង្វង់អញ្ចឹងណាវានៅជុំគ្នាដូចកំពុងតែកាយកំពុងតែហែកអីចឹងនៅពេលនោះគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាវាកំពុងតែធ្វើស្អីគេដែលជុំក្បាលគ្នានឹងនៅដុំទាំងហ្នឹងអញ្ចឹងក៏គាត់ឆ្ងល់ថាឆ្កែហ្នឹងវាកំពុងធ្វើគេហើយប្រហែលជាវាកំពុងតែហែកឬក៏កំពុងតែកាយអីនៅហ្នឹងជាធម្មតានៅពេលដែលយើងឃើញនៅពេលដែលឆ្កែវាប្រមូលក្បាលគ្នាអញ្ចឹងភាគច្រើនវាតែងតែមានអីនៅទាំងហ្នឹងមានន័យថាវាអាចពំរបស់របរឬក៏ពំស្អីមកដើម្បីយកមកស៊ីដើម្បីមកអីចឹងណាអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងក៏គាត់ឆ្ងល់ហើយគាត់ដំបូងគាត់អត់ហ៊ានដេញវាគាត់
តែនៅពេលដែលគាត់បទៅគាត់ចេះតែមើលពីចម្ងាយមានថាគាត់ឃើញពីចម្ងាយអញ្ចឹងតម្រាំតែគាត់បដល់កន្លែងដែលឆ្កែកាយហ្នឹងវារៀងឆ្ងាយតែអញ្ចឹងគាត់ខំប្រឹងស្រឡឹងមើលថាវាកំពុងតែកាយឬកំពុងតែហែកអីគេឬក៏កំពុងតែស៊ីស្អីគេនៅពេលនោះបាទគាត់គិតថាប្រហែលជាវាហ្នឹងពំអីយកមកហែកស៊ីមកអីនៅហ្នឹងហើយមើលទៅបានវាប្រជុំក្បាលគ្នានៅហ្នឹងអញ្ចឹងនៅពេលដែលគាត់បទៅដល់ណាគាត់បទៅដល់ក៏គាត់ផ្អើលឆ្កែហ្នឹងផ្អើលឆ្កែហើយឈប់ប្រទេសគោដើម្បីផ្អើលឆ្កែឲ្យឆ្កែវារត់ហើយគាត់ទៅមើលថាវានៅហ្នឹងមានអីគេបានឆ្កែវាប្រមូលផ្ដុំគ្នាដូចមើលទៅកំពុងតែកាយកំពុងតែហែករបស់អីមួយអញ្ចឹងនៅពេលដែលគាត់ទៅដល់គាត់ផ្អើលឆ្កែហើយក៏គាត់ចុះទៅមើលនៅពេលនោះគាត់ថានៅមានឆ្កែមួយហ្នឹងវាកាចជាងគេមានន័យថាគាត់ផ្អើលអាផ្សេងវារត់អស់ហើយប៉ុន្តែអាមួយហ្នឹងវាអត់រត់ទេអញ្ចឹងក៏គាត់ព្យាយាមផ្អើលដែរប៉ុន្តែនៅពេលដែលគាត់ផ្អើលវាខ្លាំងទៅវានៅតែអត់រត់ទេវាមានតែសឡឹងមើលមកគាត់វិញអញ្ចឹងគាត់ថានៅពេលដែលវាសឡឹងមកមើលមកវិញភ្នែករបស់វាមុខរបស់ឆ្កែមួយហ្នឹងមើលទៅឡើងកាចមើលទៅឡើងគួរឲ្យខ្លាចមែនតើវារបៀបថាវាមើដាក់គាត់អញ្ចឹងក៏គាត់ព្យាយាមផ្អើលទៀតដេញយកដបងផងយកបោចកច្រាំងផ្អើលវាផងរន់ផងតែឆ្កែហ្នឹងវានៅតែបន្តសឡឹងគាត់ទាល់តែគាត់ព្យាយាមផ្អើលវាច្រើនដងបានវារត់ចាញ់អញ្ចឹងនៅពេលដែលវារត់ចាញ់ក៏គាត់ចូលទៅមើលនៅពេលដែលគាត់ចូលទៅមើលទៅគាត់ភ្ញាក់ផ្អើលគាត់រន្ធត់ខ្លាំងយ៉ាងខ្លាំងគាត់ថាគាត់ឃើញរបៀបថាឆ្អឹងណាឆ្អឹងរបៀបថាឆ្អឹងអាឆ្កែហ្នឹងវាពណ៌មកវាមិនដឹងថាជាឆ្អឹងស្អីទេប៉ុន្តែបើគាត់មើលទៅវាមិនមែនជាឆ្អឹងគោឆ្អឹងជ្រូកឬអីទេគាត់មើលទៅរបៀបថាដូចឆ្អឹងស្មងឆ្អឹងផ្លូវរបស់មនុស្សយើងចឹងពីព្រោះអីឆ្អឹងគោឆ្អឹងជ្រូកឆ្អឹងអីយើងមើលទៅយើងដឹងហើយឆ្អឹងរបស់មនុស្សយើងក៏គាត់ដឹងដែរក៏យើងអាចមើលទៅដឹងដែរអញ្ចឹងគាត់ថានៅពេលហ្នឹងគាត់ឃើញអញ្ចឹងហើយគាត់ចាប់ដើមព្រឺខ្ញាក់ហើយចាប់ដើមភ័យថាឆ្កែហ្នឹងវាពំឆ្អឹងហ្នឹងមកពីណាហើយក៏គាត់មើលទៅគាត់ដឹងថាវាមិនមែនជាឆ្អឹងជ្រូកឆ្អឹងគោឆ្អឹងអីទេវាឆ្អឹងរបស់មនុស្សនៅពេលហ្នឹងគាត់ក៏ចាប់ដើមព្រឺខ្ញាក់ហើយក៏គាត់ញ័រដៃញ័រជើងព្រោះអីវាមិនដឹងថាឆ្កែហ្នឹងវាទៅពំឬទៅហែកទៅកាយអីឬក៏វាទៅឃើញសាកសពឬក៏អីមកពីណាបានវាពំឆ្អឹងនឹងមកបាននៅអំឡុងពេលហ្នឹងគាត់ថានៅពេលឃើញអញ្ចឹងអាឆ្កែមួយដែលគាត់ផ្អើលចុងក្រោយហ្នឹងវាអត់ទាន់រត់ទៅណាឆ្ងាយទេវានៅប្រហែលជាខ្ទង់20ម៉ែត្រពីគាត់ស្រាប់តែវាក៏លេចមកមើលគាត់គាត់និយាយដល់ត្រង់ហ្នឹងខ្ញុំមានអារម្មណ៍ថាព្រឺគាត់ថាវាក៏លេចមកមើលគាត់ម្ដងនេះគឺវាអត់ដូចមុនទេវារបៀបថាមុខឡើងមើហើយឡើងកាចហើយមកភ្នែកវាទៅឡើងក្រហមពិសេសជាងគេវាក្រហមដាក់គាត់ទៀតក្រហមរបៀបថាឆ្កែក្រហមកាចវាកំពុងថាគិតថាគាត់នឹងកំពុងតែដណ្ដើមចំណីរបស់វាទៅដើមរបស់វាអញ្ចឹងវាក្រហមរបៀបថាឡើងនិយាយទៅឡើងមើលឡើងកាចដល់ពេលគាត់ឃើញអញ្ចឹងគាត់ចម្លែកដែរថាឆ្កែមួយហ្នឹងមិនក៏វាខុសគេវានៅហ៊ានជាងគេម៉េចពិសេសជាងគេគឺអ្វីដែលគាត់ឃើញនោះគឺភ្នែកឆ្កែហ្នឹងឡើងក្រហមដូចភ្លើងចឹងពីព្រោះអីវាយប់ពេលយប់ណាខ្ទង់ម៉ោង4ម៉ោង3ម៉ោង4ហ្នឹងអញ្ចឹងវានៅយប់ហើយពិសេសជាងគេគឺខែភ្លឺរៀងវាមិនភ្លឺណាស់ណាទេព្រោះអីដល់ពេលអញ្ចឹងទៅគាត់ឃើញអញ្ចឹងគាត់ចាប់ដើមព្រឺខ្ញាក់ហើយគាត់គិតថាប្រហែលជាខ្មោចលងគាត់ហើយពីព្រោះអី
គាត់គិតថាឆ្កែផ្សេងហ្នឹងវាអត់មានឆ្កែណាដែលវាកាចហើយវានៅហ៊ានតតាំងវាហ៊ាននៅក្រហមហើយវាអត់ខ្លាចគាត់អញ្ចឹងឯងអាផ្សេងវារត់បាត់ជើងសោព្រាតអស់ហើយដល់ពេលអញ្ចឹងអារម្មណ៍មួយគាត់ខ្លាចជាមួយនឹងអាឃើញឆ្អឹងស្មងជើងឆ្អឹងរបៀបដូចមនុស្សឆ្អឹងរបស់មនុស្សផងវាហើយមួយទៀតគឺឃើញអាឆ្កែហ្នឹងវាមើលវាភ្នែកក្រហមវាក្រហមវាចង់ខំចង់អីតដៃនឹងគាត់ផងគាត់ក៏ចាប់ដើមព្រឺខ្ញាក់ហើយគាត់គិតក្នុងចិត្តថាប្រហែលជាខ្មោចលងគាត់ហើយមើលទៅនៅពេលហ្នឹងក៏គាត់ដោយសារតែភ័យខ្លាចផងដោយសារតែញ័រជាមួយនឹងអាឆ្កែដែលក្រហមដែលកាចដាក់គាត់នឹងផងគាត់ក៏ដើរមកវិញឡើងទៅលើរទេះអញ្ចឹងគាត់ចាប់ដើមបរចេញទាំងអារម្មណ៍ព្រឺអារម្មណ៍ខ្លាចអារម្មណ៍អីជាមួយនឹងអាស្ថានភាពហ្នឹងនៅពេលដែលគាត់ទៅដល់ស្រែរបស់គាត់ហើយក៏គាត់ធ្វើការធម្មតាប៉ុន្តែនៅពេលដែលគាត់បរមកវិញនៅពេលដែលគាត់ទៅស្រែគឺនៅពេលយប់អញ្ចឹងនៅពេលដែលគាត់មកវិញគឺពេលភ្លឺអញ្ចឹងនៅពេលដែលគាត់បរមកដល់ទីកន្លែងដែលគាត់បានឃើញឆ្កែកាលពីយប់មិញហ្នឹងគាត់ក៏ឈប់រទេះហើយចុះមើលនៅពេលដែលគាត់ចុះមើលគាត់ថាកន្លែងហ្នឹងគឺអត់មានរបៀបថាកាច្រាំងអីគឺឈរធម្មតាវាអត់មានទូកអត់មានអីដូចកាលពីយប់មិញទេយប់មិញគាត់ថាកន្លែងហ្នឹងឆ្កែ3 4 5ហ្នឹងវានៅផ្ដុំគ្នាហើយកច្រាំងកន្លែងហ្នឹងឡើងទូកអស់ប៉ុន្តែនៅពេលដែលគាត់មកដល់គាត់មើលកន្លែងដែលគាត់ឃើញយប់មិញហ្នឹងគាត់ថាឃើញកច្រាំងស្រូវដែលគេច្រូតហ្នឹងវានៅដុះឆ្កុយធម្មតាទេនៅពេលហ្នឹងបានគាត់ចាប់ផ្ដើមដឹងអូអានេះលេងអញតើយប់មិញគាត់ដឹងថាតាមពិតយប់មិញហ្នឹងអត់មានរឿងអីទេវាជាការឡងមានន័យថាកន្លែងឆ្កែ4 5ហ្នឹងក៏មិនមែនមានឆ្កែអីដែរហើយក៏ឆ្អឹងអីដែលគាត់ឃើញពីយប់ហ្នឹងក៏មិនមែនអត់មានឆ្អឹងអត់មានអីដែរពីព្រោះអីកាច្រាំងកាលពីយប់មិញគាត់ឃើញវាទុវារបៀបថាឆ្កែវាបលែងវាខំវាអីគ្នានៅត្រង់ហ្នឹងគឺវាទុឡើងវល់ហើយតែនៅពេលដែលគាត់មកវិញគាត់ថាកន្លែងហ្នឹងវាអត់មានទុអីវារបៀបថាកាច្រាំងដុះធម្មតាដូចអាស្រូវដែលយើងច្រូតនៅសល់កាច្រាំងឆ្កុយហ្នឹងវាអត់មានទុដូចគាត់ឃើញយប់មិញទេអញ្ចឹងនៅពេលហ្នឹងគាត់ដឹងបាត់ហើយថាយប់មិញហ្នឹងខ្មោចលេងគាត់ហើយអាឆ្កែអស់ហ្នឹងក៏ប្រហែលជាខ្មោចដែរប៉ុន្តែគាត់ថាអាឆ្កែមួយដែលកាជាងគេហ្នឹងប្រហែលជាមេគេឬក៏អីចឹងទៅអូខេអញ្ចឹងរឿងរ៉ាវមួយហ្នឹងមានប៉ុណ្ណឹងដែលបងប្រុសម្នាក់ហ្នឹងបងប្រុសហ្នឹងគាត់ឈ្មោះថាបង្កយអញ្ចឹងអូខេadmin មានរឿងរ៉ាវប៉ុណ្ណឹងដើម្បីចែករំលែកដល់បងប្អូនស្ដាប់កំសាន្តហើយ admin នឹងព្យាយាមពំនាំយកនៅរឿងរ៉ាវដែលតាក់ទងជាមួយនឹងខ្មោចដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តរបស់ admin ទាំងអស់អូខេ